ហើយតើគ្នាចាប់បានជនបត់ជាតិ2នាក់លួចយកតំណែងពីថៃមកលក់នៅខ្មែរបើយើងតាមច្រកអូបើចនអូស្មាច់នឹងអាដឹងគួរតែនិយាយវាមិនទេពួកអីនៅតែមានការលួចយកតំណែងថៃមកលក់នៅខ្មែរបើយើងហើយនេះចាប់បានដូចជា2អតេសហ្នឹងហើយ2អតេសនេះរៀងស្ទើរៀងស្រាលណាហ្នឹងហើយសូមបងសមត្ថកិច្ចតាមព្រំដែនហ្នឹងហើយបងវេរកងតបបងទីហ៊ានអីមើលផងណាចាប់ពួកធំហ្នឹងហើយដឹកចូលមកទាំងឡានអីហ្នឹងគឺចាប់ឲ្យអស់ទៅគុំទុកប្រជាជនគេគ្រប់គ្នានាំគ្នាពហិការឯលួចយកតំណែងថៃមកលក់នៅខ្មែរដើម្បីបានលុយប៉ុណ្ណឹងហើយសួរលុយប៉ុណ្ណឹងចាយបាន10ជាតិមែនឆ្ងល់ដែរបានខំបើមែនប៉ុន្តែខ្ញុំចំណាំមើលមនុស្សដែលក្បត់ជាតិបែបហ្នឹងមិនដែលរស់ស៊ីមានបានតាណាទេភាគច្រើនយ៉ាងច្រើនមានបានតែប្រហែលខែគឺអាលីទៅវិញមកគឺភាគច្រើនគឺអញ្ចឹងធម្មតាសំបីជាតិខ្លួនឯងយើងក្បត់កើតហើយចោលទៅមានបានពីណាមានស្អីទៅជួយយើងកើតហ្នឹងហើយបើជាតិយើងប៉ុណ្ណឹងយើងនៅតែក្បត់កើតហើយជឿថាពួកវាហ្នឹងវាល្អជាមួយយើងមែនវាលក់តំណែងឲ្យយើងវាសារតែវាចង់បានលុយបើយើងតាសុគិតក្បត់ជាតិដើម្បីលុយប៉ុណ្ណឹងឆ្ងល់ដែរ